ពេលណាដែលស្មុគស្មាញយើងយល់អំពីពធការអប់រំចាស់ពធរបស់ព្រះអង្គរៀនផ្លាស់ប្ដូរអារម្មណ៍ហ្នឹងអារម្មណ៍ណាដែលតានតឹងទៅផ្លាស់ប្ដូរកាន់យកអារម្មណ៍មួយដើម្បីបធូរបថយឲ្យចិត្តរបស់យើងបានល្អហើយដើម្បីដោះស្រាយទៅលើបញ្ហាលោកអត់ឲ្យអដែលទេអញ្ចឹងណាដើម្បីធ្វើឲ្យចិត្តរបស់យើងនឹងអាចមានបដិខៈថ្នាំងថ្នាក់រហូតដល់ខូចចិត្តបាក់ទឹកចិត្តយ៉ាងដូរមកស្ដាប់នៅពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធអ្វីដែលគួរដឹងអ្វីគួរឃើញអ្វីដែលគួរយល់ប្រកបទៅដោយហេតុផលរបស់អង្គព្រះសម្មាសម្ពុទ្ធហើយធ្វើឲ្យយើងទទួលយកបានដល់ទៅព្រមទទួលហើយដោះស្រាយអីក៏បានដែរពុទ្ធធម៌របស់ព្រះអង្គមួយទៀតតាក់ទងទៅលើគោលដៅក្នុងការរស់នៅក្នុងសង្គមគ្រួសារបាទវាសិតតែមានសង្ឃធម៌ហ្នឹងហើយបាទគឺមានគោលដៅបើយើងអត់រៀបចំឲ្យត្រូវតាមគោលដៅនៃសមធម៌ឲ្យមានសទ្ធាជឿជាក់ឲ្យមានសិលវិភាពស្មោះត្រង់ចាគៈក្នុងការលះបង់របស់យើងនឹងប្រកបដោយសតិនិងបញ្ញាទេវាអត់ដោះស្រាយបញ្ហានឹងបានទេហ្នឹងណាវាធ្វើឲ្យស្មុគស្មាញប៉ុន្តែដល់យើងយល់ធម៌ធ្វើឲ្យក្នុងការរៀបចំដំណើរគោលការណ៍សាងនៅសុភមង្គលក្នុងក្រុមគ្រួសារមានសង្ឃធម៌អាចទៅដល់គោលដៅបានហើយពិសេសមួយទៀតហ្នឹងទំនាក់ទំនងថាជីវិតរបស់យើងហ្នឹងវាមានទីបំផុតត្រូវតែបែកគ្នាយ៉ាងហ្នឹងមានជួបមានបែកប៉ុន្តែមុននឹងបែកដែលមិនមានវិបដិសារីត្រង់យើងបានធ្វើនៅសេចក្តីល្អអ្វីដែលគួរសំដោះអ្វីដែលគួរមេត្តាអ្វីដែលគួរបំពេញដោយកតញ្ញូមើលថែគ្នាឲ្យអស់ចិត្តពុទ្ធទីបំផុតនៅតែបែកគ្នាប៉ុន្តែបន្សល់ទុកនៅអ្វីដែលល្អ